យន្តហោះ F-16 ថៃទម្លាក់ក្រឹបបែកលើឃ្លាំងអុកញ៉ាវងដួងបណ្ដាលឲ្យមានមនុស្សរងរបួស 2 នាក់ករណីកងកម្លាំងយោធាថៃបន្តឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅព្រឹកថ្ងៃទី 18 ខែធ្នូនេះដោយបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ក្រឹបបែក3គ្រាប់មកលើឃ្លាំងមួយកន្លែងនៅក្រុងប៉ោយប៉ែតដែលជាកម្មសិទ្ធិរបស់អ្នកអុកញ៉ាវងដួងបណ្ដាលឲ្យមានការខូចខាតសម្ភារៈនិងមានមនុស្សរងរបួសស្រាល 2 នាក់បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងនារសៀលថ្ងៃប្រហ័សនេះថានាព្រឹកថ្ងៃទី 18 ខែធ្នូឆ្នាំ 2025 យន្តហោះ F-16 របស់ថៃបានទម្លាក់គ្រាប់ចំនួន 3 គ្រាប់ចូលតំបន់ទីប្រជុំជនស៊ីវិលរបស់កម្ពុជាភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបណ្ដាលឲ្យខូចខាតអគារមួយខ្នងដំបូលឃ្លាំងអុកញ៉ាវងដួងផ្នែកខាងត្បូងនិងសម្ភារៈមួយចំនួនទៀតនិងមានអ្នករងរបួសស្រាល 2 នាក់មកដល់ថ្ងៃទី 18 ខែធ្នូឆ្នាំ 2025 ដែលជាថ្ងៃទី 12 ហើយភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 នៅថ្ងៃទី 18 ខែធ្នូនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រភ្នំខ្មោចនាវេលាម៉ោង 9:51 នាទីនិងម៉ោង 10:07 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រពាក្យស្បែកខេត្តព្រះវិហារ